news in 16 days. I've been counting. Go nowhere until your parents are found. How many? Then it's straight to the orphanage with you. You'll learn a thing or two there. I certainly did. How to follow orders, how to keep to yourself, how to survive without a family, because you don't need one. You don't need a family. Lisa, I want some more. It's the hard knock life for us. It's the hard knock life for us. Century egg queen, century, century egg queen, your queen. It's the hard knock life. In most developed countries today, it is common sense that children don't belong in orphanages. If you can't imagine your own child growing up in an orphanage, please consider there may be better options for their children too. Cambodia is on the rise. The economy is growing at a high rate. Investments are pouring in from overseas. And Phnom Penh is transforming into a modern capital city. Yet the country is emerging from a troubled history that includes a decade of brutal war and genocide in the 1970s and a more recent AIDS epidemic that killed well over 100,000 Cambodians. Today, most Cambodians live in poverty. 20% live in dire poverty, and many lack access to education and basic health services. One lingering wound in Cambodia is that nearly 10,000 children are growing up in more than 220 registered orphanages. But studies conducted in Cambodia and worldwide raise important questions. Are orphanages and shelters really the best way to care for orphaned and vulnerable children, especially after a crisis has passed? And are the children in orphanages really orphans at all? មុននឹងខ្ញុំបានចូលមណ្ឌលនេះដោយសារគ្រួសារខ្ញុំមានជីវភាពក្រមែនតើហើយតបមកបានមិញខ្ញុំនឹងគាត់មានកូនគាត់ស្គាល់មណ្ឌលនឹងដំបងទៅគាត់បានគាត់ប្រាប់ឲ្យខ្ញុំឲ្យម៉ែខ្ញុំនឹងយកខ្ញុំមកដាក់មណ្ឌលមកនិយាយរួមទៅមណ្ឌលគាត់ផ្ដល់ឲ្យខ្ញុំបានរៀនឲ្យខ្ញុំបានរៀនឲ្យខ្ញុំមានម្ហូបអាហារសម្រាប់ឲ្យខ្ញុំគេងឲ្យខ្ញុំញ៉ាំបានទៅរៀនដោយអាណាព្យាបាលខ្ញុំគាត់ជាអាណាព្យាបាលខ្ញុំចឹងប៉ុន្តែគាត់នៅថាយើងនៅមួយគេវាមិនដូចម៉ាក់ប៉ាយើងទេប៉ុន្តែយើងត្រូវធំប៉ុន្តែដោយសារពេលហ្នឹងគាត់ចេះតែស្ដីឲ្យពេកគាត់ចេះថាឲ្យពេកទៅខ្ញុំធំប៉ុន្តែថ្ងៃមួយហ្នឹងរឿងបញ្ហាបងអូនខ្ញុំគាត់ចោទបងអូនខ្ញុំចឹងគាត់ចោទបងអូនខ្ញុំទៅខ្ញុំបានប្រកែកមួយគាត់ខ្ញុំប្រកែកមួយគាត់ទៅបងអ៊ំផងគាត់ដេញខ្ញុំចេញពីផ្ទះគាត់ខ្ញុំខឹងខ្ញុំក៏ដើរចេញទៅចេញពេលហ្នឹងខ្ញុំរត់អត់ខ្ញុំរត់នឹកអត់ទាន់ឃើញទេបានខ្ញុំទៅលេងនៅសាលាមួយមិត្តភក្តិខ្ញុំអាលេនហ្នឹងវាថាជាមិញវាបើកហាងចឹងទៅតែបើកចឹងទៅវាថាបើខ្ញុំចង់ធ្វើឲ្យខ្ញុំចូលធ្វើនៅហ្នឹងដល់ពេលចូលទៅបានគាត់ឲ្យខ្ញុំទៅលាងចានសិនលាងចានទៅបានខ្ញុំធ្វើការនឹងបានមួយថ្ងៃពីរថ្ងៃគាត់ចាប់ដើមធ្វើពីម៉ោង5ផឹករហូតដល់ម៉ោង2:10យប់អញ្ចឹងដល់ពេលខ្ញុំធ្វើទៅប៉ុន្តែដល់ពេលយប់ទី2ពួកប្រុសគេស៊ីផឹកហ្នឹងគេចេះសួរយើងថាយើងអាយុប៉ុន្មានហ្នឹងហើយវាទាអាយុយើងទៅវាសើចទៅវាចេះតាមហៅយើងអញ្ចឹងខ្ញុំខឹងខ្ញុំហត់ទៅលាងចានអត់លែងមកអីពេលទៅនៅពេលនោះចាំថាបានទូរស័ព្ទមកអង្គការមលោករស័យរបស់យើងហើយក្រុមការងាររបស់យើងក៏បានចុះទៅដល់កន្លែងការងាររបស់ចន្ទថាផងដែរតាមបទពិសោធន៍របស់នាងខ្ញុំដែលធ្លាប់បានធ្វើការជាមួយនឹងស្ត្រីវ័យក្មេងយ៉ាងដូចនេះភាគច្រើនគាត់បានសម្រេចចិត្តធ្វើជាស្ត្រីដែលបម្រើសេវាកម្មផ្លូវភេទហើយដូចគ្នាផងដែរប្រសិនបើនៅពេលនោះអង្គការមលោករស័យរបស់យើងមិនបានគ្រប់គ្រងដល់ចន្ទថាទេនោះគាត់ប្រកាសជាអាចសម្រេចចិត្តធ្វើយ៉ាងដូចនេះផងដែរ គេឃើញខ្ញុំនៅតាមចាំខ្នងអញ្ចឹង
គេបានរើសខ្ញុំយកទៅចូលក្នុងមណ្ឌលបន្ទាប់ពីនឹងទៀតខ្ញុំបានរស់នៅតែខ្មៅអស់រយៈពេល12ឆ្នាំហើយខ្ញុំបានសម្រេចចិត្តថាបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី8ខ្ញុំបានគិតថាពេលខ្ញុំជប់រៀនហ្នឹងគឺថាអាចធ្វើការងារខាងក្រៅបាន After Virek dropped out of school, he was moved to a transitional house in the city with other young men from the orphanage. He received vocational training, but later he quit his apprenticeship in automobile repair. ម៉ោង 9 ជាហ្នឹងខ្ញុំលាងចានឆ្នាំងហើយបន្តមកដាំបាយហើយបន្ទាប់ពីដាំបាយហើយគួយស្ដាប់បទចម្រៀងលេងហើយពេលថ្ងៃម៉ោង 3 ហ្នឹងចេញទៅក្រៅដើម្បីដើររកការងារធ្វើម៉ោង 5 មកវិញហើយលាងចានឆ្នាំងដាំបាយម្ដងទៀតពេលការងារដែលខ្ញុំអាចធ្វើបានហ្នឹងគឺធ្វើជាជាងឡានតែដល់ពេលខ្ញុំបានចូលធ្វើជាងឡានហើយខ្ញុំធ្វើបានរយៈពេល 1 ឆ្នាំតែពេលនោះទៅខ្ញុំសម្រេចក៏បានឈប់ពីកន្លែងធ្វើឡានហ្នឹងបន្តមកទៀតគឺខ្ញុំគិតថាដើររកការងារធ្វើផ្សេងដើម្បីជីវភាពរស់នៅសប្តាហ៍ថ្ងៃពេលខាងមណ្ឌលគេចុះមកគឺខ្ញុំមានអារម្មណ៍ថាភ័យហើយត្រូវតែចេញពីកន្លែងនេះដើម្បីកុំឲ្យគេមកជួបយើងសួរយើងរឿងនេះរឿងនោះអញ្ចឹងហើយដល់ពេលដែលគេទៅវិញបាទខ្ញុំហ៊ានចូលមកនេះវិញ Recently, Virek enrolled in a new vocational training program for motorcycle repair, but he quit without completing the program. ដោយសារពីមុនមកគាត់ធ្លាប់បានរស់នៅក្នុងមណ្ឌលអស់រយៈពេលប្រមាណជាង 10 ឆ្នាំដោយធ្លាប់តែមានគេជួយគេផ្ដល់ឲ្យនិងរបៀបនៃការរស់នៅស្រួលនេះឯងជាចំណុចដែលធ្វើឲ្យគាត់ខ្វះការព្យាយាមការតស៊ូនិងងាយបបង់ការសិក្សាបបង់ជំនាញវិជ្ជាជីវៈដែលបណ្ដាលឲ្យគាត់គ្មានជំនាញនិងអាចរកការងារបានធ្វើដូចក្មេងដទៃទៀត When people start an orphanage, they tend to focus on the needs of the most vulnerable children and providing services for the most vulnerable children. And what we found through our research was that that vulnerability was not taken away as the children grew up. It was actually just delayed until the children left. In Cambodia, there are not orphanages because there are orphans. There are orphans because there are orphanages. The vast majority of the children living in the orphanages in Cambodia have parents, have family, and the fact that they're in the orphanage